ហើយបើយើងសម្រេចច្បាស់ហើយយើងមិនបាច់គិតច្រើនពីស្ថានភាពនោះទេពីព្រោះព្រះអង្គមានអំណាចលើស្ថានភាពព្រះអង្គមានអំណាចលើអ្វីដែលយើងធ្លាប់បានពិសោធន៍ខ្ញុំនឹកចាំអំពីរឿងរបស់លោកគ្រីឌៀនជាបរិសុទ្ធកំសាកម្នាក់ក្នុងពេលដែលស្ថានភាពសង្គមប្រទេសជាតិធ្លាក់ក្នុងអំណាចនៃការគ្រប់គ្រងរបស់ម៉ាឌៀនគាត់កំពុងតែលួចបោកស្រូវបញ្ជាន់ស្រូវដើម្បីយកទៅបរិភោគប៉ុន្តែព្រះអង្គបានហៅគាត់ឲ្យវិលត្រឡប់មកវិញដើម្បីធ្វើសង្គ្រាមជាមួយនឹងពួកម៉ាឌៀនហើយការធ្វើសង្គ្រាមនេះឯងគឺព្រះអង្គមិនបានឲ្យគេឌៀនដើរប្រមូលទ័ពរាប់ម៉ឺនរាប់សែនរាប់លានអ្នកដើម្បីធ្វើសង្គ្រាមជាមួយនឹងទ័ពម៉ាឌៀនដល់សន្ធឹកនោះទេព្រះអង្គសពប្រតិជ្រើសរើសតែ300អ្នកប៉ុណ្ណោះ300អ្នកពីជនជាតិអ៊ីស្រាអែលដើម្បីតតាំងនៅក្នុងសង្គ្រាមជាមួយនឹងពួកម៉ាឌៀនដែលមានគ្នាយ៉ាងសន្ធឹកហើយនៅក្នុងគម្ពីរចង្វាយចំពុក7 ខ 7បានប្រាប់ថាអញព្រះយេហូវ៉ាទ្រង់មានបន្ទូលថាអញនឹងរំដោះអ៊ីស្រាអែលអញនឹងនាំមនុស្សជាជំនះសម្រាប់អ៊ីស្រាអែលដោយសារទាហានតែ300នាក់នោះឯងស្ថានភាពគេឌៀនមិនអាចទៅរួចទៅហើយសម្រាប់ខ្លួនឯងថែមស្ថានភាពមួយទៀតគឺតបតែ300នាក់ទេដឹងថាមិនអាចទៅរួចទៅហើយប៉ុន្តែគេឌៀនរកឃើញច្បាស់ថានោះជាព្រះបន្ទូលបង្កប់បញ្ជារបស់ព្រះហើយលោកសម្រេចចិត្តដាក់បទពិសោធន៍ដាក់ស្ថានភាពរបស់លោកនៅម្ខាងហើយសម្រេចធ្វើតាមប្រតិបត្តិរបស់ព្រះបើយើងរស់នៅលើផែនដីនេះដោយយកស្ថានភាពជាធំយើងអត់អាចធ្វើអីទាល់តែសោះពិសេសសម្រាប់នគររបស់ព្រះសម្រាប់ដំណឹងល្អសម្រាប់សេចក្តីសង្គ្រោះដល់មនុស្សជាច្រើនផ្សេងទៀតយើងមិនអាចធ្វើអ្វីទាំងអស់បើយើងពឹងផ្អែកទៅលើស្ថានភាពអំណាចនៃស្ថានភាពប៉ុន្តែយើងត្រូវទទួលស្គាល់ថាព្រះដែលយើងជឿមានអំណាចលើសពីស្ថានភាព